រឿង encryption ហើយនិង signature ជារឿងពីរផ្សេងគ្នាហើយគោលបំណងវាផ្សេងគ្នា encryption គឺគេប្រើនៅក្នុងន័យយើងចង់លាក់ទិន្នន័យហ្នឹងហើយយើងចង់លាក់ទិន្នន័យចង់បិទបាំងទិន្នន័យបើទោះជាគេមើលឃើញអា request របស់យើងឬក៏មើលឃើញទិន្នន័យដែលយើងសម្រេចបាន encrypt ហើយហ្នឹងក៏គេអត់ដឹងថាទិន្នន័យហ្នឹងជាអីដែរអញ្ចឹងហើយបានជាគេមានconcept នឹងមួយគឺ encrypt ហើយនឹង decrypt មកវិញវាជាវិធីសាស្ត្រមួយដើម្បីសុវត្ថិភាពទិន្នន័យរបស់យើងហ្នឹងហើយការពារកុំឲ្យអ្នកផ្សេងក្រៅពីយើងគ្នាឯងហ្នឹងដែលបាននិយាយគ្នាទុកមុនហ្នឹងអាចឃើញទិន្នន័យទាំងអស់ហ្នឹងបាទពីហៅថាយើងប្រើប្រាស់ API មួយចឹងទៅនៅក្នុង API ហ្នឹងនៅក្នុង payload វាមានទិន្នន័យខ្លះដែលវា sensitive មិនគួរឲ្យអ្នកផ្សេងបានឃើញទេអញ្ចឹងសម្រាប់អ្នក request និងអ្នកដែលទទួលទិន្នន័យគឺគេនិយាយគ្នាហើយគេឲ្យអ្នកដែល request ហ្នឹងមុនពេល request មកគឺ encrypt ទិន្នន័យហ្នឹងសិនមកហ្នឹងហើយ encrypt មកហើយចាំពេលដែលមកដល់ចាំខាងអ្នកទទួលហ្នឹងគេ decrypt ទិន្នន័យហ្នឹងមកវិញដើម្បីយកទៅប្រើការអាហ្នឹងវាបែបអញ្ចឹងណាហើយគេប្រើប្រាស់ private key public key ដោះដូរគ្នាអញ្ចឹងទៅដើម្បីធ្វើencrypt decrypt ហ្នឹងទៅបើក្រៅពីrequest ហ្នឹងresponse ក៏គេអាចនឹងធ្វើអញ្ចឹងដែរព្រោះពេលខ្លះគេ request មកមុនពេលដែលខាងអ្នកគេឆ្លើយតបវិញគេមានព័ត៌មានខ្លះដែលត្រូវលាក់បាំងអាហ្នឹងគេអាច implement ឬក៏បញ្ចូលមុខងារមួយនឹងដូចគ្នាហើយសម្រាប់ signature វិញ signature បើយើងនិយាយពីការលាក់បាំងទិន្នន័យគឺវាអត់លាក់ទេទិន្នន័យគឺវានៅខាងក្រៅបតែដូចទៅគ្នាទេបើគេធ្វើ concept signature បានន័យថាគេចង់ឲ្យព័ត៌មានទាំងអស់ហ្នឹងគឺ integrity បានន័យថារក្សាទិន្នន័យទាំងអស់ហ្នឹងគឺมันអាចថាមានអ្នកកែប្រែបានទេអញ្ចឹង method ដែលវិធីសាស្ត្រដែលគេប្រើគេប្រើជាលក្ខណៈជា encrypt ក៏បានគេប្រើជា hashing ក៏បានមានន័យថាមុនពេលដែលផ្ញើទិន្នន័យហ្នឹងមកគេមាន key មាន algorithm អីមួយដើម្បីធ្វើ hash ហ្នឹងមកធ្វើ signature ហ្នឹងមកហើយគេដាក់បញ្ចូលជាមួយនឹង header ឬក៏ payload ដើម្បីឲ្យអ្នកទទួលពេលដែលគាត់បានsignature ហ្នឹងមកគឺគាត់ត្រូវបញ្ជាក់បន្ថែមមួយទៀតថា request ហ្នឹងមិនត្រូវបានកែប្រែពីអ្នកនៅកណ្ដាលណាមួយទេអញ្ចឹង concept ដែលយើងធ្វើ signature គឺដើម្បីបញ្ជាក់data temper ហ្នឹងគឺវាអត់ឲ្យមានទេអត់អាចមានអ្នកកណ្ដាលទៅកែទិន្នន័យឲ្យធ្វើ sign ម្ដងទៀតទេវាប្រកាសជា sign ទៅវាខុសគ្នាព្រោះពេលដែល algorithm ឬក៏វិធីសាស្ត្រដើម្បី sign ហ្នឹងគឺគេនិយាយគ្នាទុកមុនហ្នឹងអញ្ចឹងមានតែភាគីA B ដែលបានធ្វើការជាមួយគ្នានឹងទេដែលបានយល់ពីគ្នានឹងទេដែលអាចធ្វើ signature នឹងចេញស្ដាប់ទៅវាអាចនឹងហាក់ផ្អែកគ្នាអញ្ចឹងណាប៉ុន្តែគោលបំណងគឺវាពីរផ្សេងគ្នាអញ្ចឹង